ទៅបេះតកូនអ្នកគ្នានៅនោះច្រើនណាស់ហ្នឹងតកូននោះយើងអាចស្លមកជូរយើងអាចស្ងោរយើងអាចយកទៅឆាយើងអាចគេហៅថាដាក់ឲ្យជ្រូកញ៉ាំក៏បានដែរតកូនហ្នឹងដុះបន្តិចហ្នឹងហើយគាត់តែខ្វះអ្នកថែទាំមិញតាមធ្វើរបាយការណ៍ហើយអ្នកគ្នាអើយហ្នឹងហើយតើបានទៅថតអីទេឥឡូវថតវីដេអូនេះមុននេះយូបើមិនចេញមុខទេមិនហើយជាប្រុសស្អាតហ្នឹងហើយហើយកន្លែងនេះគឺជាកន្លែងថតរបស់យើងអ្នកគ្នានេះហើយនេះយើងថតទៅ YouTube ហ្នឹងហើយយើងថតជារៀងរាល់ថ្ងៃហ្នឹងថតទៅទៀតយើងទិញសម្ភារៈកាន់តែច្រើនបើសិនជាវាអែមទៀតយើងថតអាប់ដេតរៀងរាល់ថ្ងៃអត់បញ្ហាទេអានេះគឺតាយ៉ងជ័យដែលខ្ញុំធ្លាប់ថតឲ្យអ្នកគ្នាមើលហ្នឹងហើយនេះមើលបង្ហាញកាមេរ៉ាតិចមើលហ្នឹងហើយនេះតាយ៉ងជ័យឥឡូវចេញផ្លែអ្នកគ្នានេះចេញចិត្តអស់ហើយណាហ្នឹងហើយអានេះយើងអាចកាប់លក់បានឯតាយ៉ងជ័យនេះឲ្យផ្លែទុកលក់ហើយបើផ្លែឡើងនេះទៅកាប់ទៅថ្ងៃមុនអ្នកគ្នាធំទុំហ្នឹងហើយឲ្យគាត់កាប់យប់ហើយទេហ្នឹងហើយនេះគឺតកូនរបស់យើងនៅចិត្តដើមជ័យដែរទេហ្នឹងហើយនេះតកូនអ្នកគ្នាមើលនេះហ្នឹងខ្ញុំអត់បាយលឿនពេកទេខ្លាចអ្នកគ្នាវល់មុខហ្នឹងយើងធ្វើយឺតតិចចាយើងដាក់ជាកាមេរ៉ានេះអ្នកគ្នានេះឃើញតកូនអត់អ្នកគ្នាមើលញ៉ាំមើលតិចមើលឃើញតកូនអត់អូឃើញនេះអ្នកឲ្យតកូននេះឃើញអត់បេះយកស្លោយកអីទៅមាននិយាយទៅមានតែសាច់គោបាទណាគ្នាមានសាច់គោពី3គីឡូនេះយើងយកទៅស្លោម្ជូរគ្រឿងស្លោអីឆ្ងាញ់ណាហ្នឹងតកូនហ្នឹងហើយវាអែមទៀតក៏ឃើញក៏មានអារម្មណ៍ថាឆ្ងាញ់ដែរអ្នកគ្នាខ្ញុំនិយាយវីដេអូយ៉ាងអសោចអ្នកគ្នាព្រោះអត់សោចបាច់ហៅខ្ញុំតកូនច្រើនណាអ្នកចង់បេះចង់អីអត់បញ្ហាទេបើចិត្តផ្ទះខ្ញុំចំសัตว์អីនេះអត់អីទេខ្ញុំក៏ចំនេះសัตว์មួយអាទិត្យវាញ៉ាំម្ដងតោះយើងមកមើលដើមចេញរបស់យើងមួយកាមេរ៉ានឹងខ្ពស់បើយើងដាក់ទៅ YouTube វាខ្ពស់ជាងហើយយើងគាត់ឲ្យវាស្រួលកាច់ចុះឡើងអាជើងកាមេរ៉ាហ្នឹងអាជើងវែងហ្នឹងទុកនេះទុកធ្វើស្អីគេទុកយើងកាត់តវីដេអូអីចឹងណាហ្នឹងហើយយើងកុំឲ្យវាចុកដៃយើងកាលមុនយើងកាន់ហើយអាវែងហ្នឹងគឺយើងគេហៅថាយើងមកថតយើងពិបាកទិញចុះទិញឡើងឥឡូវអត់ទេដាក់តែវាទំហំប៉ុណ្ណឹងយើងស្រួលកាត់តវីដេអូហ្នឹងហើយថតយូរដែរមួយថ្ងៃ3ម៉ោងហើយថតវីដេអូឲ្យអ្នកគ្នាមើលទេហ្នឹងហើយក៏ពិតទៅខ្ញុំចង់ដើរថតអ្នកគ្នាដូចខេត្តយើងអញ្ចឹងចង់ដើរថតជុំវិញខេត្តអីចឹងទៅតែខ្ញុំជិះម៉ូតូវាមិនសូវបានឆ្ងាយហ្នឹងជិះបានចិត្តហ្នឹងហើយជី